ទូបាតកម្មផ្អើលថៃបាងកកក្រុមនិស្សិតបានធ្វើការតវ៉ាទល់ភ្លឺដើម្បីទាមទាររាប់សន្លឹកឆ្នោតក្រោយសង្ស័យមានការបន្លំភាពមិនប្រក្រតីនៃលទ្ធផលការបោះឆ្នោតក្នុងប្រទេសថៃបានធ្វើឲ្យមហាជនផ្ទុះកំហឹងយ៉ាងខ្លាំងកាលពីយប់មិញរហូតដល់ព្រឹកថ្ងៃទី10ខែកុម្ភៈឆ្នាំ2026នេះមហាសារខ័មក្រុមនិស្សិតបានប្រមូលផ្ដុំគ្នាតវ៉ាទល់ភ្លឺនៅមណ្ឌលទី1ដើម្បីទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញក្រោយរកឃើញឯកសារបោះឆ្នោតដែលត្រូវបានគេបោះចោលក្នុងធុងសំរាមនិងមានការកែប្រែទូរលេខអ្នកបោះឆ្នោតមិនច្បាស់លាស់រីឯនៅឈុនបុរីវិញពលរដ្ឋបានឡោមព័ទ្ធទីតាំងរក្សាហបឆ្នោតក្រោយមានហេតុការណ៍ដាច់ចរន្តអគ្គិសនីខុសធម្មតារយៈពេល40នាទីអំឡុងពេលរាប់សន្លឹកឆ្នោតនៅតំបន់បាងសែនដែលធ្វើឲ្យមានការសង្ស័យពីការលួចបន្លំស្ថានភាពបច្ចុប្បន្ននេះគណៈកម្មការរៀបចំការបោះឆ្នោតមិនទាន់មានការយល់ព្រមរាប់សន្លឹកឆ្នោតឡើងវិញភ្លាមៗនោះទេដោយតម្រូវឲ្យក្រុមអ្នកតវ៉ាដាក់ពាក្យបណ្ដឹងជាផ្លូវការនិងផ្ដល់ភស្តុតាងនៅថ្ងៃនេះដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai Inquirer និង Khao Sot